សូមស្ដាប់ឲ្យចប់បើមិនចង់ចាញ់បោកគេដោយមានសំណុំពរពីប្រិយមិត្តឲ្យនិយាយអំពី online scam ថ្ងៃនេះខ្ញុំសូមលើកយកប្រភេទ scam មួយមកវិភាគចែករំលែកគឺអំពើបោកប្រាស់ក្នុងទម្រង់បំពាន់ជ្រូកយកកាប់សាច់បាទភាសាអង់គ្លេស pig butchering scam អំពើបោកនេះមិនមែនជាករណីថ្មីនោះទេវាកើតមានឡើងរាប់រយឆ្នាំមកហើយដែលគេយកភាពលោភលន់របស់មនុស្សមកជាមធ្យោបាយក្នុងការបោកប្រាស់អំពើបោកប្រាស់នេះចែកចេញជា3ដំណាក់កាលដំណាក់កាលទី1គឺដំណាក់កាលស្វែងរកនិងអូសទាញដំណាក់កាលទី2គឺដំណាក់កាលបន្លំដំណាក់កាលទី3គឺដំណាក់កាលចុងក្រោយដំណាក់កាលកាប់សាច់ឬប្រមូលផលបាទជនល្មើសប្រើប្រាស់សកម្មភាពយ៉ាងច្រើនទាំងប្រពៃណីមិនប្រពៃណីដើម្បីស្វែងរកជនរងគ្រោះដែលជាគោលដៅរបស់គេដែលបែបប្រពៃណីមានដូចជាការចែកខិតប័ណ្ណការបញ្ចុះបញ្ចូលតាមផ្ទះការតំណាក់តំណងតគ្នាតាមបែបទំនើបមានការប្រើប្រាស់ប្រព័ន្ធអនឡាញដូចជាការតំណាក់តំណងរាប់អានដោយប្រើប្រាស់រូបភាពជាស្រីស្អាតប្រុសសង្ហាយកមកបោកប្រាស់មនោសញ្ចេតនាដើម្បីអូសទាញឲ្យវិនិយោគទៅលើវេទិកាឬ website វិនិយោគផ្សេងមានដូចជា forex ជាដើមវាក៏អាចមានករណីទៅលើការវិនិយោគដែលទទួលបានផលខ្ពស់ដោយមានការសរសេរឆែកណាមូលប្រតិបត្តិធនាគារនោះមកធានាការវិនិយោគទៅលើអចលនទ្រព្យឬអចលនវត្ថុស្រមោលឬក៏ជារូបភាពនៃការលាងលុយខ្មៅជាដើមទាំងអស់នោះគឺមានលក្ខណៈងាយស្រួលបាទទទួលផលបានច្រើនក្នុងពេលឆាប់រហ័សដូច្នេះបើសិនជាមានស្រីស្អាតប្រុសសង្ហាណាមក add friend រួចព្យាយាមញ៉ែយើងតាមអនឡាញសូមប្រុងប្រយ័ត្នបាទគេអាចជ្រើសរើសយើងយកមកបំពន់ដើម្បីបោកលុយឬក៏លួងលោមបោកយករូបអាក្រាតដើម្បីគម្រាមកេងប្រវ័ញ្ចផលប្រយោជន៍ផ្សេងបាទដំណាក់កាលបន្តទៀតគឺដំណាក់កាលបន្លំបាទគឺគេលេងសៀកដាក់យើងគឺពេលនោះគឺជាពេលដែលជនរងគ្រោះបានសម្រេចចិត្តក្នុងការដាក់ទុនសាកល្បងបាទដាក់ទុនដំបូងគឺដាក់តិចទេសាកល្បងគេឲ្យសាកល្បងសិនបាទចូលវិនិយោគទៅលើវេទិកាណាមួយអាចជាកិច្ចសន្យាដាក់លុយបានលុយគេហទំព័រ forex trade platform AI trading crypto mining ឬក៏ជាគេហទំព័រលបែងស៊ីសងដែលមានភាពងាយស្រួលសន្តិលេងបានលុយចំណេញរហូតឬក៏ជាប្រព័ន្ធមួយដែលជនល្មើសបាទគាត់អាចគ្រប់គ្រងបានពេញលេញទៅលើលទ្ធផលរបស់វាបាទអា forex ហ្នឹងគេឲ្យឈ្នះគេឲ្យឡើងគេឲ្យចុះបាទវេទិកាដាក់លុយបានលុយចំណេញគេឲ្យពេលខ្លះចំណេញគេឲ្យពេលខ្លះខាតគឺគេអាចគ្រប់គ្រងបានលើវេទិកាទាំងអស់បាទជនល្មើសនឹងធ្វើឲ្យជនរងគ្រោះទទួលបានលទ្ធផលចំណេញភ្លាមទៅលើដើមទុនដែលគេបានដាក់សាកល្បងបន្តិចបន្តួចដាក់តិចបានតិចណាបាទគេហ៊ានចំណាយទុនមុនដើម្បីបណ្ដោះភាពលោភលន់របស់យើងហើយបញ្ចុះបញ្ចូលឲ្យជនរងគ្រោះវិនិយោគបន្ថែមក្នុងទំហំធំជាងមុនជួនកាលគេលើកទឹកចិត្តឲ្យជនរងគ្រោះណែនាំគ្រួសារផងមិត្តភ័ក្តិផងបន្ថែមដើម្បីបង្កើនទំហំវិនិយោគឬក៏លើកទឹកចិត្តឲ្យខ្ចីធនាគារដើម្បីឲ្យដើមទុននោះវាធំជាងមុនព្រោះថាឱកាសចំណេញហ្នឹងវាមានកំណត់ក្នុងករណីនេះវាដូចជាការបំពន់សត្វជ្រូកមួយក្បាលឲ្យបានធំធាត់មុននឹងគេយកទៅលក់អញ្ចឹងដែរបាទដំណាក់កាលចុងក្រោយគឺជាដំណាក់កាលនៃការកាប់ជ្រូកនិងយកសាច់ដំណាក់កាលបោកកូនជ្រូកបាទកាប់ជ្រូកយកសាច់គឺជាពេលដែលជនល្មើសប្រមូលលុយហើយរត់គេចបាត់ខ្លួនបាទរកអត់ឃើញទេគេចខ្លួនបាត់ហើយអញ្ចឹងនៅក្នុងសង្គមបច្ចុប្បន្នការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យាបានផ្ដល់ភាពងាយស្រួលដល់ជនល្មើសក្នុងការស្វែងរកជនរងគ្រោះគោលដៅរបស់គេទោះបីជានៅឆ្ងាយឆ្លងប្រទេសឆ្លងទ្វីបក៏ដោយការប្រើប្រាស់ cryptocurrency ឬក៏ប្រភេទលុយអេឡិចត្រូនិកវាកាន់តែមានភាពងាយស្រួលក្នុងការផ្ទេរលុយទៅវិញទៅមកនិងងាយស្រួលក្នុងការលាក់ឬលាងលុយទាំងអស់នោះដូច្នេះសូមប្រុងប្រយ័ត្នបើសិនជាមាននរណាម្នាក់ណែនាំឱកាសមួយដែលល្អពេកសូមគិតគូរស៊ីជម្រៅកុំឲ្យសេចក្តីលោភរបស់យើងអាចគ្រប់គ្រងយើងបានហើយជាចុងក្រោយបាទសូមប្រយ័ត្នស្រីស្អាតប្រុសសង្ហាតាមអ៊ីនធឺណិតជួបគ្នានៅពេលក្រោយទៀតខ្ញុំអិនមាន